ជាបឋមខ្ញុំកណ្ណាខ្ញុំបាទសូមធ្វើកិច្ចនមស្ការចំពោះគុណព្រះរតនត្រ័យក៏ដូចជាធ្វើកិច្ចនមស្ការចំពោះលោកគ្រូអង្គធម្មកថាកាចារ្យជាទីសក្ការៈមួយវិញទៀតក៏សូមធ្វើសេចក្តីគោរពចំពោះលោកគ្រូធម្មចារ្យជាទីគោរពកោតក្រែងក្នុងគណៈនេះខ្ញុំកណ្ណាខ្ញុំបាទសូមអនុញ្ញាតដើម្បីធ្វើការសិក្សាបន្តអំពីធម៌អភិធម្មដែលព្រះសង្ឃតែងតែសូត្រនៅក្នុងពិធីបុណ្យដាពិស្ដាខ្ញុំកណ្ណាខ្ញុំបាទដាក់ថាត67ស្ដីអំពីពួកធម៌ជាអព្យាក្រឹតតើដូចម្ដេចនៅបេដកលេខ78ត្រង់ទំព័រ242ឃ្នៀប367ដល់379ភាសៈកើតមានក្នុងសម័យនោះតើដូចម្ដេចភាសៈការពាល់ត្រូវការប៉ះពាល់ការតង្គប់ទង្គិចណាក្នុងសម័យនោះនេះភាសៈកើតមានក្នុងសម័យនោះវេទនាកើតមានក្នុងសម័យនោះតើដូចម្ដេចសេចក្តីមិនឆ្ងាញ់ពិសាមិនមែនជាមិនឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្តដែលកើតអំពីសម្ផស្សនៃមโนធាតុដ៏សំគួរដល់ធម៌នោះការទទួលអារម្មណ៍មិនទុកមិនសុខកើតអំពីសម្ផស្សនៃចិត្តវេទនាមិនទុកមិនសុខដែលកើតអំពីសម្ផស្សនៃចិត្តណាក្នុងសម័យនោះនេះវេទនាកើតមានក្នុងសម័យនោះសញ្ញាកើតមានក្នុងសម័យនោះតើដូចម្ដេចសញ្ញាសេចក្តីសម្គាល់សេចក្តីចាំបានដែលកើតអំពីសម្ផស្សនៃមโนធាតុដ៏សំគួរដល់ធម៌នោះណាក្នុងសម័យនោះនេះសញ្ញាកើតមានក្នុងសម័យនោះចេតនាកើតមានក្នុងសម័យនោះតើដូចម្ដេចចេតនាសេចក្តីរិះគិតការតាក់តែងដែលកើតអំពីសម្ផស្សនៃមโนធាតុដ៏សំគួរដល់ធម៌នោះណាក្នុងសម័យនោះនេះចេតនាកើតមានក្នុងសម័យនោះចិត្តកើតមានក្នុងសម័យនោះតើដូចម្ដេចចិត្តសេចក្តីដឹងអារម្មណ៍សេចក្តីប្រាថ្នាហឫទ័យធម្មជាតិដ៏ផូរផង់គឺភវង្គចិត្តហៅថាមโนមនីយតនៈមនិន្ទ្រីវិញ្ញាណវិញ្ញាណខណ្ឌមโนធាតុដ៏សំគួរដល់ធម៌នោះណាក្នុងសម័យនោះនេះចិត្តកើតមានក្នុងសម័យនោះវិតកៈកើតមានក្នុងសម័យនោះតើដូចម្ដេចសេចក្តីត្រេះរិះការរិះគិតដំរិះការរំពឹងការចិញ្ចឹងការលើកចិត្តឡើងណាក្នុងសម័យនោះនេះវិតកៈកើតមានក្នុងសម័យនោះវិចារៈកើតមានក្នុងសម័យនោះតើដូចម្ដេចការត្រួតត្រាការពិចារណាការពិនិត្យមើលការសង្កេតមើលការផ្គងនៅចិត្តការសម្លឹងមើលណាក្នុងសម័យនោះនេះវិចារៈកើតមានក្នុងសម័យនោះឧបេក្ខាកើតមានក្នុងសម័យនោះតើដូចម្ដេចសេចក្តីមិនឆ្ងាញ់ពិសាមិនមែនជាមិនឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្តការទទួលអារម្មណ៍មិនទុកមិនសុខដែលកើតអំពីសម្ផស្សនៃចិត្តវេទនាមិនទុកមិនសុខដែលកើតអំពីសម្ផស្សនៃចិត្តណាក្នុងសម័យនោះនេះឧបេក្ខាកើតមានក្នុងសម័យនោះឯកកតារបស់ចិត្តកើតមានក្នុងសម័យនោះតើដូចម្ដេចការស្ថិតនៅណារបស់ចិត្តក្នុងសម័យនោះនេះឯកកតារបស់ចិត្តកើតមានក្នុងសម័យនោះមនិន្ទ្រីកើតមានក្នុងសម័យនោះតើដូចម្ដេចចិត្តសេចក្តីដឹងអារម្មណ៍សេចក្តីប្រាថ្នាហឫទ័យធម្មជាតិដ៏ផូរផង់គឺភវង្គចិត្តហៅថាមโนមនីយតនៈមនិន្ទ្រីវិញ្ញាណវិញ្ញាណខណ្ឌមโนធាតុដ៏សំគួរដល់ធម៌នោះណាក្នុងសម័យនោះនេះមនិន្ទ្រីកើតមានក្នុងសម័យនោះឧបេក្ខន្ទ្រីកើតមានក្នុងសម័យនោះតើដូចម្ដេចសេចក្តីមិនឆ្ងាញ់ពិសាមិនមែនជាមិនឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្តការទទួលអារម្មណ៍មិនទុកមិនសុខដែលកើតអំពីសម្ផស្សនៃចិត្តវេទនាមិនទុកមិនសុខដែលកើតអំពីសម្ផស្សនៃចិត្តណាក្នុងសម័យនោះនេះឧបេក្ខន្ទ្រីកើតមានក្នុងសម័យនោះជីវតន្ទ្រីកើតមានក្នុងសម័យនោះតើដូចម្ដេចអាយុការស្ថិតនៅការនៅយឺនយូរការរស់នៅការរំកិលទៅការប្រព្រឹត្តទៅការរក្សានៅរូបធម៌ទាំងនោះគឺជីវិតជីវតន្ទ្រីណាក្នុងសម័យនោះនេះជីវតន្ទ្រីកើតមានក្នុងសម័យនោះ
ឬក៏ពួកអរូបធម៌ដទៃណាដែលកើតឡើងព្រោះអាស្រ័យហេតុកើតមានក្នុងសម័យនោះនេះពួកធម៌ជាអព្យាក្រឹតការអានអំពីពួកធម៌ជាអព្យាក្រឹតតានិម្មិតរបស់ខ្ញុំកណ្ណាខ្ញុំបាទក្នុងគណៈនេះក៏ដល់ទីបញ្ចប់បាទសូមអរគុណ